ជំរាបសួរបងភ័ណ្ឌទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានដែលមានចំណងជើងថាបុរសកុហក4នាក់កាលពីព្រេងនិយាយមានបុរសកុហក4នាក់មកជួបជុំគ្នារួមគំនិតគិតដាល់ទៅរកឆោបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួនព្រមព្រៀងគ្នាស្រេចហើយក៏នាំគ្នាដាល់ទៅលុបទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់2នាក់ជាញាក់ធ្វើចំការកប៉ាក់នៅក្បែរមាត់ទន្លេមួយដិតឆ្ងាយពីស្រុកភូមិគេបុរសកុហក4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាឈប់ទៅទីនេះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នេះឲ្យបានបុរស4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអូតាយាយអើយយើងខ្ញុំទាំង4នាក់នោះមកពីស្រុកឆ្ងាយណាស់ខំត្រិតដារកអ្នកឯណាដែលចេះដឹងព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណណាយមកតែវេលានេះបានមកជួបនឹងតាយាយប្រហែលជាចេះដឹងរឿងបុរាណមកខ្លះមិនខានបើដូច្នេះសូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយឲ្យចៅស្ដាប់បន្តិចតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបុរសទាំង4នាក់វិញថាចៅអើយចៅតាំងពីក្មេងដល់ចំណាំប៉ុណ្ណេះហើយតាយាយគ្មានចេះរឿងព្រេងអ្វីទេសូមចៅអញ្ជើញទៅរកសួរអ្នកឯទេចោះបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញថាអូតាយាយអើយបើប្រសិនបើគេមានគេចេះរឿងព្រេងនោះតាយាយចង់ស្ដាប់ឬទេអូចៅអើយតាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយគិតកលប៉ងនឹងបោកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានដោយងារថាយើងខ្ញុំទាំង4នាក់នេះចេះខ្លះដែរព្រោះបានដឹងពីជ័យតាខ្ញុំគាត់និទានប្រាប់តែរឿងនេះបើនិយាយទៅកាលណាតាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បានតាយាយក៏ព្រមព្រៀងឲ្យបុរសទាំង4នាក់នោះនិយាយបុរសទី1ចាប់អធិប្បាយរឿងកុហកជាតិដំបូងឡើងថាកាវខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាមានកម្ពស់ប្រហែល8ពាមហើយមានផ្លែតែមួយផងគាត់មិនដឹងជាគិតដូចម្ដេចនឹងបានផ្លែឈើនោះមកពិសាលុះខ្ញុំបានដឹងថាគាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចិនពីផ្ទៃគាត់តាមទ្វារមាសទៅឡើងបេះទុរេននោះយកមកជូនគាត់ពិសារួចស្រេចខ្ញុំត្រឡប់ទៅក្នុងផ្ទៃគាត់វិញបុរសទី2ថាអូកាខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន6ខែឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែចម្ការច្បារដំណាំពេកខ្ញុំចេញពីផ្ទៃគាត់មកនៅធ្វើស្រែចម្ការខ្វៀលគោក្របីដណ្ដាំបាយដងទឹកជំនួសគាត់ពីព្រឹកប្រហាំលុះល្ងាចអស់ការធ្វើខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជារៀងរៀបដរាបមកបុរសទី3ថាអូតាយាយអើយគ្រួងខ្ញុំនេះជាទេវបុត្រច្បុតចោះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសពថ្ងៃខ្ញុំចេញពីទ្វារមាសវេលីណាបានមកបំរើគាត់សពសារពើដល់ខ្ញុំចាស់ទៀបនឹងស្លាប់ខ្ញុំសុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញដើម្បីកុំឲ្យស្លាប់តន់ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញបុរសទី4ថាខ្លួនខ្ញុំនេះចាប់តាំងពីចេញពីផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំប្លែកពីសិលអ្នកទាំងពួងចង់ផឹកស្រាឈូអភិនក៏បានលុះខ្ញុំស្លាប់ទៅកើតជាទេវតាសោយរាជសម្បត្តិនៅឋានសួគ៌បុរសទាំង4នាក់នោះនិយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថារឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះតើតាយាយជឿឬទេតាយាយឆ្លើយតបទៅវិញថារឿងនោះតាយាយជឿហើយចៅតែក្នុងគំនិតក៏ទាំងពីរគិតឃើញជាស្រេចថាបុរសទាំងនេះសុទ្ធតែនិយាយកុហកទាំងអស់ដល់បុរសទាំង4នាក់តលប្រាជ្ញាក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះគាត់បានសន្យាដោយបុរសទាំង4នាក់នោះដែរលុះព្រមព្រៀងទាំងអស់គ្នាទើបតាចាស់និយាយតាថាអោចៅអើយកាវតានិយាយមកថយចំការកប៉ាស់នេះបាន5-6ឆ្នាំមានទ្រព្យសម្បត្តិប្រាក់មាសល្មមនឹងចិញ្ចឹមចៅទាំង4នាក់នេះបានតែនៅឆ្នាំមួយមុននោះកប៉ាស់មិនផ្លែសក់មិនដឹងជារឿងហេតុអ្វីមានមួយថ្ងៃតាដើររុកនឹងចំការទៅខឿងដាំកប៉ាស់មួយដាំទំហំប៉ុនដាំថ្នោតមានផ្លែតែមួយផងគាត់មិនដឹងជាគិតដូចម្ដេចនឹងបាំងផ្លែឈើនោះមកពិសាលុះតានឹងយាយនាំគ្នាមកមើលឃើញមានគ្រាប់4នៅក្នុងមួយគ្រាប់មានកុមារម្ញាក់គ្រប់គ្រាប់ទាំង4តាបានឲ្យយាយគាត់បំបៅប៊ីបាច់រក្សាលុះដល់កុមារទាំង4នាក់ធំវេលាណាឡើងក៏នាំគ្នារត់ចោលតានឹងយាយទាំងអស់ទៅឥឡូវតាឃើញចៅទាំង4នាក់នេះត្រឡប់មកវិញហើយបុរសទាំង4ភិតភ័យខ្លាំងក៏នាំគ្នាឆ្លើយប្រកែកទៅនឹងតាចាក់ដូនចាក់វិញថាមិនមែនទេតាយាយសួរទៅវិញថាហេតុអ្វីក៏ចៅថាមិនមែនបើចៅតែប្រកែកយ៉ាងនេះនុឃើញថាទាស់ខុនឹងកិច្ចសន្យាហើយបើដូច្នេះត្រូវចៅទាំង4នាក់មកនៅបំរើតាទើបត្រូវនឹងពាក្យសន្យាបុរសកុហក4នាក់
កិច្ចមិនរួចក៏នៅបំរើតាយាយសូមជួយចុច like និង subscribe ផងណាព្រោះស្អាតស្រីស្អាត